អ្នកម៉ាក់គឺជាមនុស្សតែម្នាក់គត់នៅក្នុងជីវិតនិងនៅលើផែនដីនេះដែលស្រឡាញ់ពួកយើងច្រើនជាងគាត់ស្រឡាញ់ខ្លួនឯងទៅទៀតបើនិយាយអំពីបងប្អូនពួកគេស្រឡាញ់យើងក៏ព្រោះតែយើងមានឈាមជ័រតែមួយចំណែកមិត្តភ័ក្តិស្រឡាញ់យើងក៏ព្រោះតែយើងមានការចងចាំល្អៗជាមួយគ្នាឯគូជីវិតយើងវិញគេស្រឡាញ់យើងក៏ព្រោះតែយើងមានចំណងស្នេហានិងការយល់ចិត្តគ្នាប៉ុន្តែចំពោះអ្នកម៉ាក់វិញគាត់បានជ្រើសរើសស្រឡាញ់រូបយើងតាំងពីមុនពេលដែលយើងអាចដកដង្ហើមបានទៅទៀតហើយគាត់បានស្រឡាញ់យើងតាំងពីមុនពេលដែលយើងអាចផ្ដល់អ្វីមួយត្រឡប់ទៅឲ្យគាត់វិញបានទៅទៀតទោះបីជាមានពេលខ្លះយើងធ្លាប់ច្រានគាត់ចេញពីយើងដោយធុញនឹងការរអ៊ូការជេរស្ដីក៏ដោយក៏គាត់នៅតែបន្តនៅក្បែរយើងជានិច្ចនៅពេលដែលយើងមានអារម្មណ៍ថាខ្លួនឯងមិនស័ក្តិសមនឹងទទួលបានការស្រឡាញ់គាត់នៅតែបង្ហាញខ្លួនចាំជ្រោមជ្រែងយើងហើយនៅពេលដែលពិភពលោកទាំងមូលលែងមានជំនឿលើរូបយើងគាត់គឺជាមនុស្សតែម្នាក់គត់ដែលនៅតែជឿជាក់លើរូបយើងរហូតមកដូច្នេះហើយកុំចាត់ទុកក្តីស្រឡាញ់ដ៏អស្ចារ្យមួយនេះថាជារឿងធម្មតាឬជារឿងដែលត្រូវតែទទួលបានដោយស្វ័យប្រវត្តិនោះឲ្យសោះព្រោះថាស្ត្រីម្នាក់ដែលស្រឡាញ់រូបយើងខ្លាំងបំផុតនិងគ្មានលក្ខខណ្ឌរូបនេះក៏ត្រូវការទទួលនូវក្តីស្រឡាញ់និងការយកចិត្តទុកដាក់ត្រឡប់ទៅវិញដូចគ្នាដែរ